Zelensky ថាបទជប់បាញ់នឹងអនុវត្តឡើងនៅឆាប់ៗនេះប៉ុន្តែស្នើសុំឲ្យអន្តរជាតិបន្តដាក់សម្ពាធប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅទីក្រុងប្រាក់នៃសាធារណរដ្ឋឆែកថាបទជប់បាញ់ជាមួយរុស្ស៊ីអាចកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះហើយប៉ុន្តែសំណូមពរថាអន្តរជាតិត្រូវតែបន្តដាក់សម្ពាធទៀតដើម្បីរុស្ស៊ីពន្លត់ភ្លើងសង្គ្រាមបានលោក Zelensky បានថ្លែងយ៉ាងដូចនេះអំឡុងជំនួបជាមួយប្រធានាធិបតីឆែកលោក Pat Pavel ហើយលោកបានបន្តថាប្រទេសរុស្ស៊ីបានប្រងើយកន្តើយចំពោះសំណើបទជប់បាញ់របស់សហរដ្ឋអាមេរិកអស់រយៈពេល54ថ្ងៃមកហើយដូច្នេះលោកចង់ឲ្យអនុវត្តបទជប់បាញ់រយៈពេល30ថ្ងៃដើម្បីទុកពេលឲ្យធ្វើការចរចាផ្នែកការទូតជាមួយគ្នានេះប្រធានាធិបតីអ៊ុយក្រែនបានរិះគន់បទជប់បាញ់រយៈពេល3ថ្ងៃរបស់រុស្ស៊ីដែលធ្វើឡើងសម្រាប់តែការប្រារព្ធខួបស្ដីពីសង្គ្រាមលោកលើកទី2របស់ខ្លួនឯងដែលសង្កត់ធ្ងន់ថាលោកពូទីនគួរតែផ្ដោតលើការបញ្ចប់សង្គ្រាមទៅត្រូវលើពីនេះទៀតលោក Zelensky បានអំពាវនាវស្នើសុំឲ្យដាក់ទណ្ឌកម្មធ្ងន់ជាងនេះទៅលើរុស្ស៊ីនិងការបន្តគាំទ្រអ៊ុយក្រែនក៏ដូចជាកិច្ចសហប្រតិបត្តិការការពារជាតិបន្ថែមទៀតនៅអឺរ៉ុបផងដែរចំណែកឯលោក Pavel វិញបានយល់ស្របហើយបានលើកឡើងថាមានតែលោកពូទីនប៉ុណ្ណោះដែលអាចបញ្ឈប់សង្គ្រាមនេះបានប៉ុន្តែនៅពេលនេះលោកដូចជាមិនបានបង្ហាញពីឆន្ទៈណាមួយឡើយសូមរំលឹកថាកន្លងមកសាធារណរដ្ឋឆែកបានជួយអ៊ុយក្រែនយ៉ាងច្រើនរួមទាំងការបញ្ជូនគ្រាប់កាំភ្លើងធំទៅជួយទប់ទល់នឹងរុស្ស៊ីផងដែរជាក់ស្ដែងទៅអ៊ុយក្រែនទទួលបានគ្រាប់កាំភ្លើងធំពីសម្ព័ន្ធមិត្តនេះរហូតដល់ 1.6 លានគ្រាប់ហើយក្នុងឆ្នាំ2025នេះក៏សង្ឃឹមផងដែរថានឹងទទួលបាន 1.8 លានគ្រាប់បន្ថែមទៀត